បាទថ្ងៃនេះថ្ងៃទី13ខែ11ឆ្នាំ2025បាទថាវាលាម៉ោង9ជាងគេតាមនៅចំណុចវត្តព្រៃច័ន្ទឃើញថាថ្មាតហោះច្រើនហ្នឹងនេះបាទមកពេញវត្តវាចម្លែកបាទឲ្យប្រភ្នោបាទនេះទៅថ្មាតហើយឃើញថាថ្ងៃទី13នេះបងប្អូនជាបរិបទរបស់យើងត្រូវបានជំនះបាទជំនះបដាហើយបាទទាំងប្រសងទាំងជាប្រវត្តិភូមិព្រៃច័ន្ទបាទដើម្បីសុវត្ថិភាពបានមកទល់មកនេះឃើញថាថៃវានៅតែចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជារបស់យើងជាក់ស្ដែងកាលពីម្សិលមិញនេះបាទថ្ងៃទី12បាទវាធ្វើការបាញ់ប្រហារមកលើបងប្អូនប្រជាពលរដ្ឋយើងនិងកម្លាំងទាហានរបស់យើងបាទនៅចំណុចភូមិព្រៃច័ន្ទហ្នឹងតែម្ដងបាទគឺចំណុចប្រឈមទល់មុខគ្នាហ្នឹងបាទដែលវាបើកសាច់ស្បែកខាងវាបាញ់រះមកខាងយើងបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងដែលនៅទីខាងមុខហ្នឹងបាទរងរបួសនេះវត្តព្រៃច័ន្ទ